ពោដែលអាត្មាភាពជូននឹងបល័យធវរៈប្រែថាជូនអីដែលប្រសើរដល់ញោមនឹងប្រសើរក៏សូមឲ្យញោមញាតិមានបញ្ញាស្ដាប់ធម៌ទេសនាមានបញ្ញាដឹងច្បាស់ពីអ្វីជាពិសេសធ្លាប់សុំគេឈប់សុំទៅវាអត់បានទេបើយល់ហើយនោះបានតែខ្លួនយើងធ្វើដោយកាយវាចាចិត្តប៉ុណ្ណឹងឯងដែលបានហ្នឹងណាញោមណាវាខំធ្វើសេចក្តីល្អខំធ្វើសាងកុសលធ្វើទានបរិច្ចាគទ្រព្យធ្វើជាទានឲ្យនឹងរក្សាសិលចម្រើនសមាធិចម្រើនវិបស្សនាជាទូពុទ្ធសាសនាទាំងមូលមានតែប៉ុណ្្នឹងឯងចង់ឲ្យយមញាតបានតែប៉ុណ្្នឹងឯងបាននឹងឲ្យជាគ្រឿងឆ្លងរួចផុតចាកទុក្ខនោះអានេះដែលចង់បានគឺប៉ុណ្្នឹងឯងបើថាប៉ុណ្្នឹងឲ្យញោមមានបញ្ញាទេអាត្មាក៏មិនដឹងធ្វើម៉េចទេអស់ពិធីហើយតហើយលោកអ្នកប្រាជ្ញថាឲ្យទានអ្វីមិនស្មើនឹងទានធ្វើទេសនាទេមានអ្វីក៏មិនស្មើនឹងមានបញ្ញាដែរជាអ្វីក៏មិនស្មើនឹងចិត្តជាបុណ្យអាត្មាសំដែងធ្វើឲ្យញោមស្ដាប់ដោយប្រពៃត្រឹមត្រូវកើតបញ្ញាពោស្ដាប់នេះយល់កើតបញ្ញាអ្វីដែលមិនដឹងដែលធ្លាប់តែសុំគេណាឥឡូវទៅឲ្យសុំអត់បានអញឈប់អានោះបញ្ញាថ្មីកើតឡើងឃើញទេថាឲ្យទានអ្វីមិនស្មើទានធ្វើទេសនាមានអ្វីមិនស្មើមានបញ្ញាជាអ្វីមិនស្មើនឹងចិត្តជាបុណ្យតែកាលណាមានបញ្ញាហើយទៅធ្វើចិត្តរបស់ខ្លួននឹងឲ្យមានពន្លឺស្អាតបរិសុទ្ធល្អចិត្តជាពាក្យខ្មែរថាជាគឺស្អាតបរិសុទ្ធម៉ត់ម៉ងណាញោមណាមើលថាអ្នកជំងឺសួរយាយតានឹងក៏បានជាសះស្បើយពីជំងឺរោគគាមានពាក្យថាជាសះស្បើយហ្នឹងគឺវារោគគាវារលត់ហើយមានសុខភាពល្អពាក្យថាជាហ្នឹងនឹងសូមឲ្យពាក្យជាភាសាខ្ពស់ណារហូតដល់ទៅចៅមហាគេធ្វើមង្គលការមុននឹងសែនពេញក៏ថ្ងៃនេះថ្ងៃជាពិលាបានថ្ងៃនេះថ្ងៃជាពិលាល្អថ្ងៃនេះថ្ងៃជាពិលាគប់ណាយកពាក្យជាមិនល្អណាស់ពិសែនព្រិនឲ្យពោឲ្យជេងពាក្យជាហ្នឹងក៏ល្អណាស់បានថាមានអ្វីមិនស្មើនឹងមានបញ្ញាជាអ្វីមិនស្មើនឹងចិត្តជាបុណ្យនៃចិត្តដែលស្អាតបរិសុទ្ធបញ្ញាចិត្តស្អាតចិត្តបុណ្យចិត្តជាបញ្យល់យកបញ្យល់នៅពាក្យថាជាមួយម៉ាត់ហ្នឹង